បាទជំរាបសួរអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្រៀនអ្នកនរគ្នាធ្វើការដាក់ពាណិជ្ជកម្មនៅលើ website របស់យើងដើម្បីធ្វើការរកលុយនៅលើ website ប៉ុន្តែអាហ្នឹងវាអាស្រ័យលើ website អ្នកនរគ្នាតើមានអ្នកចូលប្រើប្រាស់ច្រើនឬអត់ប្រទេសណាដែលចូលច្រើនជាងគេអញ្ចឹងណាអាហ្នឹងអាស្រ័យលើអ្នកនរគ្នាដែរមិនប្រកាសថាយើងដាក់ពាណិជ្ជកម្មនៅក្នុង website របស់យើងទៅទទួលបានលុយរហូតទេអាហ្នឹងអាស្រ័យលើអ្នកប្រើប្រាស់នៅលើ website របស់យើងច្រើនឬក៏តិចតាមហ្នឹងអាហ្នឹងគេហៅថាពពួករកលុយបានអញ្ចឹងតាមប្រទេសមួយយ៉ាងទៅប្រទេសខ្លះគឺយើងរកលុយបានច្រើនប្រទេសខ្លះទៀតគឺអត់សូវរកបានច្រើនទេអូខេតោះឥឡូវយើងឲ្យខាត់ពេលវេលាយូរខ្ញុំនឹងប្រាប់គ្នាយើងក្នុងការចូលទៅដាក់ពាណិជ្ជកម្មនៅក្នុង website របស់គ្នាចឹងជំហានដំបូងគឺខ្ញុំធ្វើការបង្កើត website ជាមួយមុនសិនឥឡូវខ្ញុំប្រើប្រាស់ជាមួយនឹង Integrity AI ណាគឺខ្ញុំប្រើប្រាស់ជាមួយប្រភេទ AI agent មួយសិនដើម្បីធ្វើការបង្កើតជាមួយនឹង code របស់យើងហើយខ្ញុំធ្វើការ deploy អ្នកនរគ្នាមើលផងដែរតែយើង deploy វាបែបម៉េចអញ្ចឹងខ្ញុំធ្វើការបង្កើតទៅកាន់ file ថ្មីមកអានេះខ្ញុំតេស្តលេងទេឥឡូវខ្ញុំបង្កើត file ថ្មី new folder ខ្ញុំចូល drive D ហើយខ្ញុំធ្វើការតេស្តបង្កើតពាក្យថា new នៅក្នុងហ្នឹងហើយខ្ញុំយកពាក្យថា new folder ដើម្បីធ្វើការបង្កើតជាមួយនឹង folder ថ្មីចុះនៅក្នុងនេះខ្ញុំដាក់ថា website with ADS ហ្នឹងទៅដើម្បីដាក់ពាណិជ្ជកម្មលើ website របស់យើងចុះនៅពេលដែលបានប៉ុណ្្នឹងហើយខ្ញុំធ្វើការចុចលើវាពីរដងហើយអ្នកគ្នាធ្វើការចុច select ទៅគឺបានហើយអញ្ចឹងនៅពេលដែលយើង select ទៅវានឹងរុញអ្នកនរគ្នាចូលទៅកាន់បច្ចេកមួយនឹងបានហើយដែលខ្ញុំបានធ្វើការបង្កើតមិញណាហើយខ្ញុំសូមបញ្ជាក់នេះគ្នាយ៉ាងដែរគឺខ្ញុំប្រើប្រាស់ជាមួយនឹង Google Gemini AI Pro ហើយ model គឺខ្ញុំបានប្រើច្រើននៅក្នុងនឹងគឺវា unlock ឲ្យយើងអញ្ចឹងណាឥឡូវខ្ញុំសូមប្រើជាមួយនឹង high ឬក៏ medium ក៏បានដែរកន្លែងនេះណាអូខេអញ្ចឹងអីដែលសំខាន់នោះគឺខ្ញុំធ្វើការបង្កើតជាមួយនឹងកូន website សិនដើម្បីធ្វើការដាក់ជាប្រភេទ website របស់យើងជាប្រភេទអីគេចឹងនៅក្នុង website របស់ខ្ញុំគឺខ្ញុំដាក់វាជាប្រភេទលក់សភៅលក់អីចឹងទៅចឹងខ្ញុំប្រើថា please create website to me please with HTML Thailand គឺខ្ញុំប្រើជាមួយនឹង Thailand CSS JavaScript មកព្រោះខ្ញុំប្រើជាមួយនឹងពពួកបែបហ្នឹងវិញដើម្បីឧទាហរណ៍គ្នាយើងងាយស្រួលប៉ុន្តែបើសិនជាយើងចេះបង្កើត website យើងអាចបង្កើតជាមួយនឹង React បានដោយសារតែ React គឺវាស្រួលក្នុងការប្រើប្រាស់ហើយវាងាយស្រួលក្នុងការ maintenance តាមក្រោយអញ្ចឹងណាប៉ុន្តែនេះគឺជាឧទាហរណ៍ដើម្បីបញ្ជាក់អ្នកគ្នាមើលទេគឺខ្ញុំប្រើប្រាស់ជាមួយ HTML Thailand CSS ហើយនិង JavaScript នៅកន្លែងហ្នឹង for website bookstore អញ្ចឹងទៅ bookstore អូខេខ្ញុំដាក់វាជាប្រភេទ website bookstore អញ្ចឹងទៅអញ្ចឹងខ្ញុំធ្វើការចុច enter មួយមកអូខេអញ្ចឹងនៅពេលខ្ញុំចុច enter កន្លែងហ្នឹងហើយវានឹងធ្វើការបកកើតបច្ចេកឲ្យយើងនៅកន្លែងនេះឲ្យពេលថា 3D website with ADA ឲ្យយើងអញ្ចឹងវាកំពុងតែ working ឲ្យយើងហើយអញ្ចឹងអ្នកនរគ្នារងចាំសិនទៅវានឹងធ្វើការសរសេរជាមួយនឹង implement plan មានន័យថាវានឹងសេកម្រងឲ្យយើងធ្វើការបើសិនជាយើងចង់បានកម្រងបែបហ្នឹងយើងធ្វើការចុច follow វាទៅវានឹងធ្វើការបកកើតបច្ចេកឲ្យយើងអញ្ចឹងណានេះវាថាបច្ចេករបស់យើងវានឹងបកកើតជាមួយនឹងប្រភេទ html.cs ប្រភេទ index.html ប្រភេទមួយទៀតគឺ app.js ហើយមួយទៀតគឺ style.cs កន្លែងហ្នឹងគឺវាលេខ style បែបហ្នឹងឲ្យអញ្ចឹងវាមាន វាមាន plan ដើម្បីឲ្យវាប្រាប់ឲ្យយើងឃើញណារបស់យើងគឺយើងមានជាមួយនឹង set មាន category មាន card មាន add មាន remove មានជាមួយនឹងពពួកtime ពួក time color ណាហើយមានជាមួយនឹង validation check out ផងដែរអញ្ចឹងអាហ្នឹងគឺវានឹងធ្វើការបង្កើតឲ្យយើងនៅកន្លែងហ្នឹងតែម្ដងអញ្ចឹងគឺយើងអាចមើលបានអ្វីដែលវាបង្កើតគឺវាមានជាមួយនឹង header មាន main មាន section មាន footer មាន SEO ឲ្យយើងមកចប់នៅកន្លែងហ្នឹងប៉ុន្តែដូចខ្ញុំបញ្ជាក់អ្នកនរគ្នាអញ្ចឹងគឺខ្ញុំធ្វើការតេស្តឲ្យអ្នកនរគ្នាមើលពីរបៀបក្នុងការដាក់ពាណិជ្ជកម្មនៅក្នុង website របស់យើងសម្រាប់គ្នាយើងថ្មីក៏អាចមើលបានដែរគឺវាងាយស្រួលមែនតើនៅពេលដែលយើងប្រើប្រភេទជា AI agent ដែលយើងភ្ជាប់បានអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាបានប៉ុណ្្នឹងហើយយើងអាចធ្វើការជា proceed មកអញ្ចឹងនៅពេលដែលយើងចេញ proceed ទៅវានឹងធ្វើការ design ជាមួយនឹង website យើងបានហើយអញ្ចឹងអ្នកនរគ្នារងចាំតែប្រហែលវិនាទីមកវានឹងសួរសំណួរមកយើងហើយតែយើងចង់បានលក្ខណៈថា submit ឬក៏អត់នៅកន្លែងហ្នឹងណាអញ្ចឹងវាកំពុង working ហើយឥឡូវវាបង្កើត file បាន style CS ខ្ញុំមួយបាត់ហើយអ្នកនរគ្នាឃើញអត់នេះគឺជា CS ដែលខ្ញុំប្រើប្រាស់ជាមួយនឹង Google Gemini AI Pro ដែលខ្ញុំធ្វើការភ្ជាប់ជាមួយនឹងគណនីរបស់ខ្ញុំចូលទៅក្នុង Anti-Gravity AI នឹងមួយនឹងមកគឺយើងអាចប្រើប្រាស់វាបានតែម្ដងនៅកន្លែងហ្នឹងអញ្ចឹងអ្នកគ្នាឃើញវាកំពុងធ្វើការគិតហើយ10 second ហើយអញ្ចឹងវាកំពុងគិតនៅពេលដែលវាគិតហើយគឺវានឹងធ្វើការ generate ដូចជា index.html មាន app.js មានអីដែលយើងច្រើនមែនតើមកពេញឲ្យយើងណាដែលយើងសរសេរ prompt មិញហ្នឹងឲ្យវាបង្កើតជា website លក់សៀវភៅបែប store អញ្ចឹងទៅអញ្ចឹងអ្នកគ្នាបានប៉ុណ្្នឹងហើយគ្នាយើងរងចាំសិនមកវាកំពុងបង្កើតជាមួយនឹង index ឲ្យយើងហើយនៅកន្លែងនេះគ្នាយើងឃើញអត់ចឹងកន្លែងហ្នឹងគឺវាមានន័យថាវាកំពុងតែបង្កើតជាមួយនឹង file មួយឈ្មោះថា index.html ដែលជា file ដើម្បីរុញ browser ទាំងអស់ក៏វាស្គាល់ file មួយគេគឺ index ហ្នឹងហើយដើម្បីរុញ website របស់យើងហ្នឹងចូលទៅក្នុង file index ហើយវានឹង show UI នៅ file index ហ្នឹងមុនគេអូខេចឹងគឺយើងរងចាំវា implement មកយើងជិតពីតែ submit មកអូខេចឹងគឺយើងរងចាំសិនមកចឹងនៅកន្លែងនេះគឺវាសួរយើងថាអ្នកនរគ្នាចង់ឲ្យវា run ឲ្យយើងអត់ចឹងបើសិនគឺយើងចង់ឲ្យវា run យើងចុចកន្លែងនេះមកអូខេតោះឥឡូវវាកំពុង run បច្ចេកយើងបាត់គ្នាឃើញអត់ឥឡូវនេះគឺជាបច្ចេករបស់យើងគឺលក់សភៅប៉ុន្តែវាឥឡូវវាកំពុងធ្វើការ
lẽ nàoថាវា testing នៅក្នុង website របស់យើងមានកន្លែងណា error ឬក៏មិន error អញ្ចឹងណាវាកំពុងតែធ្វើការ test យើងហើយឥឡូវគ្នាយើងទៀតនឹងឃើញ mouse របស់វា scroll ដល់ខ្លួនឯងហើយគឺខ្ញុំអត់មានធ្វើការ scroll អីទាំងអស់អញ្ចឹងគឺយើងរងចាំវាឃើញនៅ mouse របស់វាឃើញវា load mouse អត់គឺខ្ញុំមានបានចេញឲ្យយើងមើល mouse របស់ខ្ញុំបានណា mouse របស់ខ្ញុំគឺពណ៌រាងបៃពណ៌ green បៃតងហើយ mouse របស់វាគឺពណ៌សឥឡូវវាកំពុងតែធ្វើការគិតអីនៅក្នុងបច្ចេកមួយហ្នឹងតើបើសិនជាវា error វានឹងសួរយើងចង់ធ្វើការ fix វាឬក៏អត់អញ្ចឹងនេះគឺជាប្រភេទ AI agent មួយដែរដែលវាល្អមែនទែនហើយបើសិនជាខ្ញុំចង់បានជាមួយនឹង Google Gemini AI Pro ពីខ្ញុំទៅដែលយើងប្រើវាទៅគឺបានរយៈពេលរៀងយូរវាគ្រាន់បានជាង free អាហ្នឹងណាយើងប្រើរៀងយូរបានជាង free នៅកន្លែងហ្នឹងបើសិនជាយើងចង់បានតែតើមកខ្ញុំបានគឺខ្ញុំមានធ្វើការជាវជាមួយនឹង Google Gemini AI Pro ដល់គ្នាយើងដែរហើយក៏មានរបៀបក្នុងការរៀនបង្កើតជា website ដូចជាវីដេអូជាមួយនឹង Telegram Mini App ដែរអ្នកនរគ្នាចឹងអ្នកគ្នារងចាំសិនទេឥឡូវវាកំពុងធ្វើការ testing ឲ្យយើងហើយអូខេវាកំពុងតែឈិចអាវគ្នានេះវាកំពុងតែឈិចអាវទៅមកស្អាតឲ្យយើងមកនិយាយទៅយើងមិនបាច់ចាំទៅធ្វើស្អីលើហ្នឹងទេគឺវានឹងធ្វើការអូតូម៉ាទិកមកបើសិនជាយើង error កន្លែងណាវាប្រាប់យើងហើយប៉ុន្តែដូចខ្ញុំបញ្ជាក់អ្នកនរគ្នាចឹងអូខេឥឡូវខ្ញុំជឿធ្វើការឲ្យវាលេងរបស់ខ្ញុំយូរណាអញ្ចឹងខ្ញុំសុំទៅកាន់កូដរបស់យើងវិញទៅឥឡូវខ្ញុំសុំដាក់វាឡើងលើបន្តិចមកអូខេខ្ញុំដាក់វាទួយអូខេវាឲ្យខ្ញុំចុចលើនេះទាំងអស់បើសិនយើងមិនចង់ឲ្យវាតេស្តលើ website របស់យើងទេគឺយើងចុចនៅកន្លែងនេះមកវាលេង working ហើយកន្លែងនេះណាចេញទៅកន្លែងហ្នឹងមកអញ្ចឹងវាលេង working ឥឡូវយើងចុច accept all មកអូខេតោះអញ្ចឹងយើងទៅមើល website របស់យើងវិញឥឡូវវាលេងដំណើរការហើយអូខេប៉ុន្តែ style របស់យើងមើលទៅវា AI សុទ្ធពេកអូខេអញ្ចឹងខ្ញុំអត់ចង់បានលក្ខណៈ AI 100%អញ្ចឹងទេគឺខ្ញុំចង់ឲ្យវាលក្ខណៈថាធម្មតា style បានហើយគឺខ្ញុំចង់លេង style បែប AI អញ្ចឹងទេតោះឥឡូវយើង change វាទៅខ្ញុំប្រាប់ថា please change style to me please with អូខេ with simple style and clean website to me please ចឹងទៅអូខេតោះអញ្ចឹងខ្ញុំឲ្យវាលេងលក្ខណៈថា simple style ជាមួយនឹង style ធម្មតាបានហើយយើងបើលេង color gradient អញ្ចឹងវាមើលទៅ AI 100%ឯគ្នាឃើញទេវា AI សុទ្ធពេកហើយអញ្ចឹងឥឡូវវាកំពុងតែធ្វើការគិតសម័យឯអ្នកគ្នារងចាំវាសិនទៅអូខេវាឲ្យយើង implement អាហ្នឹងអត់តោះឥឡូវនេះ plan ឲ្យវាប្រាប់យើងសម័យឥឡូវយើងថាអូខេ proceed វាចុះបើសិនជាយើងគាត់ថាអូខេដល់យើង proceed វាអញ្ចឹងវាកំពុងធ្វើការបង្កើតឲ្យយើងសម័យឯបើសិនជាយើងអត់ស្រឡាញ់ style បែប gradient color អញ្ចឹងទេយើងអាចសួរវាម្ដងទៀតបានដើម្បីឲ្យវាកែប្រែជាមួយនឹង website របស់យើងបានឥឡូវយើងចុច accept នឹងមកអូខេអញ្ចឹង style របស់យើងវានឹងធ្វើការដូរវិញហើយអ្នកនរគ្នាឥឡូវយើងចាំវា working សិនទៅអញ្ចឹងវា working ហើយយើងជាកន្លែងនេះមកគ្នាមកទទួលវាទៅវានឹងកែជាមួយនឹង app.js ឲ្យយើងហើយមួយទៀតគឺយើងនឹងបានតម្រង់បែបនេះហើយបើសិនជាយើងអត់ចេះ run ទេគឺយើងអាចសួរវាបានបើសិនជាយើងរៀនអត់ដែរលក្ខណៈថាយើងអត់ដែររៀនកូដពីមុនទេតែយើងចង់ run កូដណាយើងអាចធ្វើអញ្ចេះបាននេះទៅ run. ឲ្យវា run កូដមានន័យថាយើងសួរ command ប្រាប់វាទៅយើងវាយ prompt ប្រាប់វាថា please run កូដមកគឺវានឹងធ្វើការ run កូដឲ្យយើងតែម្ដងគឺវាលឿនណាស់គ្នាយើងបាទខ្ញុំសរសើរវាដែរគឺវាលឿនមែនតើនៅពេលដែលខ្ញុំប្រើវាមួយរយៈនេះគឺខ្ញុំបង្កើត tool ដើម្បីសម្រួលការងាររបស់ខ្ញុំគឺបានច្រើនប៉ុន្តែបើសិនជាបច្ចេករបស់ខ្ញុំធំអីគឺខ្ញុំអត់ប្រើជាមួយនឹង AI agent មួយនឹងទេគឺខ្ញុំប្រើប្រាស់លក្ខណៈថា idea របស់ខ្ញុំក្នុងការសរសេរវិញហើយខ្ញុំភាគច្រើនខ្ញុំប្រើជាមួយនឹង copy paste ហើយគ្នាយើងបាទគឺខ្ញុំអត់ប្រើ AI agent ទេព្រោះអីបច្ចេករបស់ខ្ញុំវាធំអញ្ចឹងខ្ញុំអាចឲ្យវាទៅសរសេរកូដឲ្យខ្ញុំដូចជាកែកូដឲ្យខ្ញុំបានទេគឺខ្ញុំកែខ្លួនឯងវិញព្រោះអី error កន្លែងណាកន្លែងណីគឺយើងដឹងក្នុងការកែអញ្ចឹងណាអូខេអញ្ចឹងនិយាយទៅ coding វានៅតែសំខាន់នេះគឺយើងមក AI agent ជំនួសយើងបានទេវាទៅបើសិនជាយើងចេះកូដហើយយើងចេះប្រើ AI មកតង់ទៀតណាអាហ្នឹងគ្នាយើងកាន់តែខ្លាំងទៅអាហ្នឹងតែសម្រាប់គ្នាយើងឬក៏ម្ចាស់អាជីវកម្មឬក៏បងដែលគាត់ចង់ប្រើ AI ដើម្បីសម្រួលការងាររបស់គាត់ធ្វើជា tool ធ្វើជាអីដើម្បីសម្រួលការងាររបស់គាត់អញ្ចឹងណាអញ្ចឹងគាត់អាចប្រើប្រភេទអញ្ចឹងបានអាហ្នឹងដោយសារតែគាត់ចង់លក្ខណៈសម្រួលការងាររបស់គាត់តែបើសម្រាប់គ្នាយើង IT ហ្មងគឺខ្ញុំអត់ recommend ឲ្យគ្នាយើងទៅប្រើ AI agent ហ្មងទេខ្ញុំ recommend ឲ្យគ្នាយើងរៀនសិនរៀនឲ្យចេះសិនចាំប្រើ AI តាមក្រោយអានោះបានយើងលក្ខណៈថាលើពាក្យមួយដែលគេនិយាយណាគេថាប្រើ AI ដើម្បីធ្វើជាជំនួយការរបស់យើងកុំប្រើ AI ដើម្បីគ្រប់គ្រងយើងអាហ្នឹងណាគឺយើងត្រូវចាំកន្លែងហ្នឹងដែរព្រោះអានេះពាក្យដែលខ្ញុំតែងតែនិយាយទៅកាន់សិស្សរបស់ខ្ញុំរហូតគឺយើងប្រើ AI ដើម្បីធ្វើជា assistant របស់យើងកុំប្រើវាដើម្បី control យើងអូខេឥឡូវយើងចាំបន្តិចទៅវាកំពុងតែធ្វើការ update ឲ្យយើងហើយអញ្ចឹងគឺយើងរងចាំមួយ plan នេះគ្នាអូខេវាកំពុង rendering ឲ្យយើងហើយអូខេតវា working ហើយអញ្ចឹងវាកំពុង run browser ឲ្យយើងហើយអញ្ចឹងគឺយើងរងចាំសិនមកអូខេនេះវាកំពុង run លើ local host យើងទៀតគឺមកស្អាតអូខេនេះឥឡូវវាបានតម្រង់អីមើលទៅវាលក្ខណៈ simple style មែនប៉ុន្តែខ្ញុំគិតថាប៉ុណ្ណឹងគឺ good ហើយឥឡូវខ្ញុំអត់ចង់បានអីច្រើនខ្ញុំថាប៉ុណ្ណឹងវាល្អហើយ
ប៉ុន្តែអីដែលសំខាន់នោះគឺក្នុងវីដេអូនេះគឺខ្ញុំចង់បរៀនគ្នាយើងក្នុងការដាក់ឈ្មោះពាណិជ្ជកម្មកន្លែងហ្នឹងណាអញ្ចឹងរៀងស៊ីម៉ោងកន្លែងនេះតិចហើយក៏ខ្ញុំចង់ប្រាប់គ្នាយើងក្នុងការបើសិនជាមើលទៅ style របស់យើងវាញ៉ៃញ៉ៃ gradient ពេក AI សុទ្ធពេកយើងអាចសរសេរ prompt បែបមិញបានហើយបើសិនជាយើងគិតថា style ប៉ុណ្ណឹងវាអត់ស្អាតទេសួរវាសម័យទៀតទៅវាធ្វើការលេង style សម័យយើងហើយអញ្ចឹងខ្ញុំមកចង់ឲ្យខាត់គ្នាយើងយូរទេយើងចូលទៅក្នុង GitHub ទាំងអស់គ្នាដើម្បីធ្វើការ hosting អូខេអ្នកនរគ្នាឥឡូវខ្ញុំធ្វើការចូលទៅក្នុង GitHub account របស់ខ្ញុំហើយឥឡូវខ្ញុំធ្វើការបង្កើតជាមួយនឹង new repo តែម្ដងទៅហើយខ្ញុំធ្វើការដាក់ថា website with ADS ចឹងមានន័យថាខ្ញុំបង្កើតជា website ដើម្បីធ្វើការដាក់ពាណិជ្ជកម្មនៅលើ website របស់ខ្ញុំណាហើយឈ្មោះ repo មួយនេះដែលខ្ញុំចង់ដាក់គឺ website with ADS គឺយើងចង់ដាក់ជា public ក៏បានជា private ក៏បានដែរប៉ុន្តែខ្ញុំសូមដាក់ជា private ទៅដោយសារតែខ្ញុំចង់ដាក់វាជាឯកជនហើយអ្នកគ្នាចង់ដាក់ readme ក៏បានដែរថា website របស់យើងវិធានការមិនយើងអាចសរសេរនៅក្នុង readme បានប៉ុន្តែខ្ញុំអត់សរសេរទេហើយខ្ញុំធ្វើការដាក់តែប៉ុណ្្នឹងបានហើយខ្ញុំធ្វើការចេញថា create repo អូខេតោះអញ្ចឹងដល់ពេលដែលយើង create repo នៅកន្លែងហ្នឹងហើយវានឹងធ្វើការឈានដល់នៅកន្លែងនេះហើយគ្នាយើងចង់ធ្វើការជាលក្ខណៈ upload file បែបនេះក៏បានដែរបើសិនគ្នាយើងអត់មានជាមួយនឹង Git account ណាយើងធ្វើការសរសេរចេះក៏បានដែរ push របស់យើងចូលក្នុងនោះមកតាមរយៈ file មកចូល ID បច្ចេករបស់យើងវិញណាអញ្ចឹងនេះគឺជារបៀបទី1ខ្ញុំបរៀនគ្នាយើងក្នុងការដាក់កូដរបស់យើងចូលនៅក្នុងហ្នឹងនិយាយទៅគឺឈ្មោះយើងឈ្មោះថា website with ADS អញ្ចឹងយើងនេះ website with ADS មកយើង select 3បច្ចេកហ្នឹងមកនេះ select អញ្ចឹងមកយើងធ្វើការចេញ open ទៅអញ្ចឹងវានឹងរុញបច្ចេកអ្នកនរគ្នាហ្នឹងចូលទៅកាន់ GitHub ហើយនៅកន្លែងនេះ3 file ហើយប៉ុន្តែបើសិនជាយើងប្រើ Git យើងអាច comment តាម Git បានដើម្បីរុញកូដរបស់យើងទាំងអស់ហ្នឹងចូលទៅក្នុងនឹង auto ហ្មងប៉ុន្តែនេះជារបៀបទី1សម្រាប់គ្នាយើងដែលគាត់ថ្មីគឺខ្ញុំ focus ទៅលើគ្នាយើងថ្មីដែលគាត់ចង់ធ្វើ website ហើយដាក់ពាណិជ្ជកម្មអញ្ចឹងណាអូខេចុះឥឡូវតែប៉ុណ្្នឹងគឺយើងមិនបាច់ដាក់ឈ្មោះអីក៏បានទេកន្លែងហ្នឹងយើងសេដាក់ commit យើងទៅ commit change មកអូខេអញ្ចឹងនៅប៉ុណ្្នឹងគឺវារុញបច្ចេករបស់យើងទាំងអស់ហ្នឹងចូលទៅក្នុង file មួយនេះហើយអូខេឥឡូវអីដែលសំខាន់នោះគឺគ្នាយើងធ្វើការ hosting វាសិនហើយអ្នកគ្នាអាចធ្វើការ hosting នៅលើ Vercel ក៏បាននេះ website ចំនួន2នេះ Vercel ក៏បានអ្នកគ្នាចង់ hosting front end របស់អ្នកគ្នាលើ Vercel ក៏បានគឺវា free យើងភ្ជាប់ជាមួយនឹង GitHub account អ្នកគ្នានៅក្នុង Vercel មកគឺយើងអាចធ្វើការ deploy បច្ចេកអ្នកគ្នានៅលើ front end មួយនឹងបានហើយមួយទៀតគឺខ្ញុំប្រើជាមួយនឹងអានេះនេះ Latify នេះគឺខ្ញុំប្រើជាមួយនឹងវាដោយសារតែខ្ញុំបានភ្ជាប់ជាមួយនឹង Plan Pro នៅក្នុងនេះហើយអញ្ចឹងទៅខ្ញុំប្រើវារៀងស្រួលហើយហ្នឹងណាឥឡូវខ្ញុំធ្វើការបង្កើតជាមួយនឹងនេះទៅអញ្ចឹងបើសិនជាយើងអត់ភ្ជាប់នេះខ្ញុំភ្ជាប់ដដែលទៅខ្ញុំភ្ជាប់ជាមួយនឹង GitHub account មកដើម្បីមានជាមួយនឹង repo មួយហ្នឹងធ្វើការ deploy វាឡើងទៅលើ internet ឥឡូវខ្ញុំធ្វើការចុច start building អូខេឥឡូវយើងស្វែងរកជាមួយនឹង repo របស់ខ្ញុំបានហើយគឺខ្ញុំបាន deploy វាមិញណាដាក់វាចូលទៅក្នុងបច្ចេក GitHub របស់ខ្ញុំមិញហ្នឹងគឺឈ្មោះថា website with ADS ចឹងយើងធ្វើការចុចលើនឹងមក click មកហើយអ្នកនរគ្នាមិនបាច់ធ្វើការចុចអីច្រើននៅកន្លែងហ្នឹងទេមិនមើលរបស់វាទេខ្ញុំចុចពាក្យថា deploy with ADS ហ្នឹងមកនេះ website របស់យើងណា deploy វាមកអូខេអញ្ចឹងនេះគ្នាយើងរងចាំវាតែប្រហែលវិនាទីគឺយើងអាចប្រើវាបានហើយនៅក្នុង website មួយហ្នឹងអញ្ចឹងគ្នានេះវាកំពុងតែធ្វើការ deploy log ហើយអញ្ចឹងយើងរងចាំវាសិនទៅនេះវាអីគេ complete ហើយអញ្ចឹងវាជោគជ័យនៅកន្លែងហ្នឹងហើយអញ្ចឹងយើងធ្វើការ open website របស់យើងមកគឺយើងទទួលបាន link មួយនេះអញ្ចឹង link មួយនេះគឺគ្នាយើងធ្វើការ copy ឲ្យមិត្តភ័ក្តិអ្នកនរគ្នាក៏បានឲ្យទៅកាន់អ្នកដទៃក៏បានដែរគឺគេអាចចូលមើល website របស់យើងបានភ្លាមនៅកន្លែងហ្នឹងណាគឺវាស្អាតមែនតើគ្នាហ្នឹងគឺ style គេមើលទៅគឺស្អាតប៉ុណ្ណឹងគឺអូខេសម្រាប់ខ្ញុំបាទអូខេតោះឥឡូវវាអត់មានជាមួយនឹងពាណិជ្ជកម្មនៅលើ website របស់យើងទេតើឥឡូវយើងធ្វើម៉េចដើម្បីចូលទៅក្នុង website របស់យើងបានទៀតឥឡូវគ្នាយើងបើកមក file ថ្មីទៀតខ្ញុំឲ្យពាក្យថា ADS នេះ Thora គេនេះអូខេនេះ website មួយនេះណា ADS Thora នេះ ADS network គឺយើងចូលនៅក្នុងនឹងមក click មកអូខេអញ្ចឹងយើងដើម្បីដាក់ website របស់យើងជាដាក់មានពាណិជ្ជកម្មក្នុងការរកប្រាក់ចំណូលបន្ថែមបើសិនជា website បងប្អូនទាំងអស់គ្នាមានអ្នកមើលច្រើនដូចជា website ព័ត៌មាន website អីចឹងណាគឺតែងតែមានអ្នកមើលច្រើនហើយបើសិនជាយើងចេះធ្វើ website របស់យើងដាក់លើ internet ហើយចេះ promote website របស់យើងឲ្យគេចូលមកបានច្រើនអញ្ចឹងណាហើយសម្រាប់ចំពោះ website របស់ខ្ញុំខុសខ្មែរ link គឺខ្ញុំអត់ដាក់ជាមួយនឹងពាណិជ្ជកម្មទេដោយសារតែវាជា website មួយសម្រាប់យើងធ្វើការសិក្សាលក្ខណៈ online ឲ្យងាយស្រួលអញ្ចឹងបើសិនជាខ្ញុំដាក់ពាណិជ្ជកម្មទៅវាអាចនឹងញ៉ៃគ្នាយើងរៀនទៅវាពិបាកមើលអញ្ចឹងទៅអញ្ចឹងខ្ញុំសុខចិត្តអត់ដាក់ពាណិជ្ជកម្មតែម្ដងនៅកន្លែងហ្នឹងអូខេតោះឥឡូវអីដែលសំខាន់នោះគឺយើងធ្វើការ log in ក៏បាន sign up ក៏បានដែរបើសិនជាយើងអត់មានគណនីគឺយើង sign up ទៅគឺធម្មតាមែនទៅគឺវាអត់ពិបាកក្នុងការ sign up ទេឥឡូវគឺខ្ញុំមានជាមួយនឹងគណនីឯងអញ្ចឹងខ្ញុំធ្វើការ log in តែម្ដងទៅគឺវាងាយស្រួលជាងអញ្ចឹងណាអញ្ចឹងគ្នាយើងធ្វើការយកកន្លែងនេះមកនេះកន្លែងនេះមក click មកអញ្ចឹងនៅពេលដែលគ្នាយើងបង្កើត account របស់អ្នកនរគ្នាបានហើយវានឹងនាំអ្នកនរគ្នាចូលទៅកាន់ dashboard មួយនេះហើយអូខេនេះគឺជា dashboard របស់ ADS ពាណិជ្ជកម្មរបស់យើងណាហើយប្រាក់ចំណូលរបស់ខ្ញុំគឺខ្ញុំរើបាន$0.42បាទខ្ញុំរើយូរហើយអានេះណាដូចបើខ្ញុំមាន website ផ្សេងក្នុងការរើអញ្ចឹងទៅអូខេតោះអញ្ចឹងក្នុងការបញ្ចុះគឺវាអត់មានអីពិបាកទេគឺយើងធ្វើការដល់កន្លែងនេះគឺយើងធ្វើការចុច add website មកអូខេអញ្ចឹងវាឲ្យយើង add ជាមួយនឹង website របស់យើងហើយ
អញ្ចឹង website របស់យើងដាក់ domain របស់យើងមកនេះវាដាក់ example មកណាអូខេអញ្ចឹងគឺយើងធ្វើការ copy អានេះមកនេះ copy អានេះមក click មកនេះ copy អា link ដែលយើង deploy វាឲ្យមិញណាគឺយើងធ្វើការដាក់ចូលនៅកន្លែងនេះមក click មកហើយអ្នកគ្នាធ្វើការលុបអានេះចេញមកនេះ https ចេញទៅហើយលុបអា slash នេះចេញដែរនេះលុបអានឹងចេញដែរណាហើយ website របស់យើងជាប្រភេទអីគេអញ្ចឹងវាជាប្រភេទបើសិនគឺយើងដាក់ប្រភេទនឹងខុសណាគឺវានឹងធ្វើការចេញពាណិជ្ជកម្មគឺអត់ល្អទេពាណិជ្ជកម្មខ្លះអត់ល្អទេអញ្ចឹងគឺយើងរើសឲ្យត្រូវកន្លែងនឹង website អ្នកនរគ្នាប្រភេទអីគេបើសិនគឺយើងប្រភេទ book អូខេយើងលក់សភៅយើងដាក់ book មកបើសិនគឺយើងប្រភេទអីផ្សេងដាក់អីផ្សេងមកប៉ុន្តែខ្ញុំ recommend អត់ឲ្យអ្នកនរគ្នាចេញអានេះទេបើសិនយើងចេញអាហ្នឹងទៅមានន័យថាវាលុបពាណិជ្ជកម្មមកគឺអត់ល្អមើលទេពាណិជ្ជកម្មខ្លះគឺវាលក្ខណៈថាវាពិបាកក្នុងការទទួលយកណាអញ្ចឹងគឺយើងកុំដាក់អាហ្នឹងអីបើសិន website របស់យើងណាអូខេតោះឥឡូវខ្ញុំបានប៉ុណ្្នឹងហើយអញ្ចឹងយើងធ្វើការចុចប៉ុណ្្នេះមកអូខេខ្ញុំចុចតែ3នេះទេខ្ញុំយក3នេះចុះដើម្បីធ្វើការ add ជាមួយនឹងដាក់ពាណិជ្ជកម្មនៅលើ website របស់ខ្ញុំជាលក្ខណៈសភៅនៅកន្លែងនេះអញ្ចឹងខ្ញុំធ្វើការ add មួយមកអូខេតោះឥឡូវគឺយើងរងចាំសិនទៅអញ្ចឹងនៅពេលដល់ add លើកន្លែងហ្នឹងហើយយើងធ្វើមិនទៀតនេះ website របស់យើងណាលើនេះអញ្ចឹងវាកំពុង pending ហើយអ្នកគ្នាសូមរងចាំវាសិនទៅនៅពេលដែលយើងបានកន្លែងហ្នឹងហើយគឺគ្នាយើងអាចធ្វើការ add new កន្លែងនេះបានហើយដើម្បីភ្ជាប់វាចូលទៅក្នុង website របស់យើងដាក់ពាណិជ្ជកម្មអញ្ចឹងណាអូខេចុះនៅពេលបានប៉ុណ្្នឹងហើយអ្នកទាំងគ្នាធ្វើការចុចលើនេះមកនេះវាអញ្ចឹងវានឹងសូ3នៅកន្លែងនេះគ្នាយើងហើយប៉ុន្តែយើងអត់តបាន add វាទេគ្នាយើងឃើញអញ្ចឹងគឺយើងធ្វើការ get code មួយនេះ domain របស់យើងមិញណា get code មួយមកគឺធ្វើការ copy វាមួយអូខេ copy ពងមកហើយអ្នកនរគ្នាធ្វើការផាសនៅកន្លែងណាយើងចូលទៅក្នុងបច្ចេករបស់យើងនេះវិញ GitHub វិញហើយអ្នកគ្នាមើលនៅកន្លែង index.html ណាអញ្ចឹងគឺយើងធ្វើការកាយវានៅកន្លែងនេះក៏បានឬក៏ចង់កាយនៅក្នុងកូដបច្ចេករបស់យើងក៏បានដែរហ្នឹងអាស្រ័យលើអ្នកនរគ្នាទេប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំសុំកាយវានៅក្នុងនេះហ្មងទៅគឺវាលឿនអញ្ចឹងណានេះគ្រាន់តែជាឧទាហរណ៍អ្នកនរគ្នាទេអញ្ចឹងគឺយើងធ្វើការផាសវាចូលមួយមកអូខេផាស link ពាណិជ្ជកម្មនឹងមួយហើយបន្តមកទៀតគឺគ្នាយើងចូលនៅកន្លែងនេះដដែលclose វាយកអាទី2ហើយ copy វាដដែលមកហើយអ្នកគ្នាចូលទៅក្នុង GitHub វិញផាសវាចូលវិញណាអាហ្នឹងយើងផាសចូលវិញទៀតមកអូខេតោះហើយមួយទៀតគឺយើងចូលទៅវិញទៀតហើយគឺយើង close វាសិនយកអាទី3ហើយគឺយើងធ្វើការ copy code ហើយអ្នកនរគ្នាធ្វើការដាក់វាចូលទៅក្នុងនេះដដែលមកនេះ control V មកគឺបានហើយអញ្ចឹងដល់ពេលយើងបាន3ហ្នឹងហើយគឺយើងធ្វើការចុច commit change មកអូខេតោះខ្ញុំថា update website អញ្ចឹងទៅអូខេអញ្ចឹងធ្វើការចុច commit changeអញ្ចឹងនៅពេលដែលខ្ញុំបានពាក្យ commit change ហ្នឹងហើយខ្ញុំធ្វើមិនទៀតអញ្ចឹងអ្នកនរគ្នាមកចាំអីយូរទេយើងចូលទៅក្នុងបច្ចេករបស់យើងវិញហើយធ្វើការមើលនៅកន្លែង option អាកន្លែងយើងហោះ deploy បច្ចេក front end របស់យើងណាមើលកន្លែង option ហើយគឺយើងធ្វើការចុចនៅពាក្យថា retrieve with last commit ហ្នឹងអញ្ចឹងយើងចុចនឹងមក click មកដើម្បីធ្វើការ redeploy វាសាមួយអញ្ចឹងនៅពេលដែលយើង redeploy សាមួយហើយយើងនឹងបានជាមួយនឹងពាណិជ្ជកម្មនៅក្នុង website របស់យើងតែម្ដងអញ្ចឹងយើងរងចាំសិនមកនេះវាកំពុងអូខេវាហើយអូខេអ្នកនរគ្នាអញ្ចឹងនៅពេលដែលគ្នាយើងធ្វើការចូលទៅកាន់ website អ្នកនរគ្នាវិញទៅគឺវានឹងធ្វើការចេញពាណិជ្ជកម្មនៅលើហ្នឹងហើយប៉ុន្តែខ្ញុំសូមដាក់វាជា blur ហើយដោយសារតែពាណិជ្ជកម្មខ្លះគឺវាអត់ទាន់ស្គាល់ជាមួយនឹងប្រភេទ category website របស់យើងទេគឺយើងមកដាក់វាជាប្រភេទសភៅអញ្ចឹងណាអញ្ចឹងការពាណិជ្ជកម្មរបស់វាមកគួរតែលោតសភៅមកប៉ុន្តែដោយសារតែ website ហ្នឹងគឺវាអត់ទាន់ចាប់របស់យើងត្រូវរើអញ្ចឹងណាអញ្ចឹងខ្ញុំសូមដាក់ជា blur សិនហើយដោយសារតែខ្លះវាជាពពុះ game អញ្ចឹងទៅគឺខ្ញុំមិនបានបង្ហាញឲ្យគ្នាយើងមើលទេអញ្ចឹង website របស់យើងគឺវាចេញមកឲ្យឃើញពាណិជ្ជកម្មនៅលើនេះអញ្ចឹងនៅពេលដែលយើងធ្វើការចេញលើអីមក click គឺវានឹងធ្វើពេលខ្លះវានឹងធ្វើការ automatic ទៅកាន់ website ផ្សេងអញ្ចឹងទៅឧទាហរណ៍ណាឥឡូវធ្វើការចេញអីមួយចុះយើងយូរទៅយើងច្រឡំចេញទៅវាទៅណាផ្សេងឲ្យមើលណាយើងរងចាំមួយផ្លែសិនគ្នាយើងបាទចឹងពេលខ្លះនៅពេលដែលយើងចុចអីមួយនៅកន្លែងហ្នឹងវានឹងធ្វើការរុញអ្នកនរគ្នាទៅកាន់ page ថ្មីអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងបាន page ថ្មីហើយគឺគ្នាយើងមកមើលនៅកន្លែងនេះវិញនេះយើងអាចរកលុយបាននៅកន្លែងនេះណាយើងចុចកន្លែង domain របស់យើងមកនេះយើងដាក់ domain របស់យើងមួយមកនេះរក domain មួយយើងដែលយើងដាក់មិញកន្លែងនេះមកហើយយើងចុច apply មកចឹងអ្នកនរគ្នានឹងឃើញនៅកន្លែងនេះឯនេះយើងនៅថ្ងៃនេះយើងទៅដាក់មិញហើយលុយដែលយើងរកបានគឺនៅកន្លែងនេះ$0.02បាត់គឺយើងឃើញនេះគឺយើងរកបានអញ្ចឹងណាចឹងបើសិនជាយើងចង់ដាក់ពាណិជ្ជកម្មនៅលើ website គឺគ្នាយើងអាចដាក់ប្រភេទបែបហ្នឹងបាននេះគេយើងរកលុយបាន$0.002បាត់ហើយគឺទៅដាក់មិញទេចឹងបើសិនគ្នាយើងគិតថាវីដេអូនេះមានប្រយោជន៍គឺយើងកុំភ្លេចជួយ like share comment ម្នាក់មួយផងហើយខ្ញុំសូមបញ្ជាក់គ្នាយើងដែរនៅពេលដែលដាក់ពាណិជ្ជកម្មដំបូងវានឹងអាចមានរូបរាងដែលអត់ល្អហើយនៅកន្លែងហ្នឹងណាវាអាចលក្ខណៈថាវាពិបាកក្នុងការទទួលយកជាមួយនឹងពាណិជ្ជកម្មមួយហ្នឹងប៉ុន្តែអាចថា2-3ថ្ងៃគឺវានឹងធ្វើការដឹងជាមួយនឹង category ប្រភេទនៃ website របស់យើងហើយដោយសារតែយើងដាក់មិនជាប្រភេទសភៅអញ្ចឹងយើងចាំតាមដានទៅមុខទាំងអស់គ្នាទៀតតើនៅពេលដែល2-3ថ្ងៃកន្លងផុតទៅតើវាសូពាណិជ្ជកម្មប្រភេទអីអញ្ចឹងណាចឹងនៅក្នុងវីដេអូមានប៉ុណ្្នឹងទេគ្នាយើងកុំភ្លេចចូលទៅក្នុង channel Telegram របស់ខ្ញុំផងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗទៀតអរគុណអ្នកនរគ្នា